ជំរាបសួរបងប្អូនទាំងអស់គ្នាត្រឡប់មកទៀតហើយជាមួយគ្រួសារខ្ញុំថ្ងៃនេះហើយថ្ងៃនេះផងដែរពួកយើងមានសាច់គោហើយសាច់គោនេះផងដែរយើងរៀបចំធ្វើជា steak សម្រាប់កម្មវិធីខួបអាពាហ៍ពិពាហ៍របស់ខ្ញុំនិងស្វាមីថ្ងៃនេះគម្រប់ខួប11ឆ្នាំនេះ11ឆ្នាំហើយបងប្អូនទាំងអស់គ្នារស់នៅជាមួយគ្នាហើយខ្ញុំរៀបការនេះគឺចំថ្ងៃ14កុម្ភៈជាថ្ងៃពិសេសសម្រាប់យុវវ័យយើងទាំងអស់គ្នាតែម្ដងហើយថ្ងៃនេះផងដែរលោកប្តីហើយនិងកូននឹងគេបានរៀបចំកម្មវិធីឲ្យខ្ញុំគេបានរៀបចំផ្ទះគេទិញអីតបតែងផ្ទះផ្កាអូយភ្ញាក់ពីគេងឡើងនឹងមកគឺថាភ្ញាក់ផ្អើលមែនតែនជាមួយនឹងការសប្រាយរបស់ពួកគេតែខ្ញុំរំភើបហើយក៏សប្បាយចិត្តក៏សូមអរគុណតាមរយៈវីដេអូនេះទៅកាន់លោកប្តីនិងកូននៅទឹកចិត្តដែលស្រឡាញ់ហើយនឹងអរគុណលោកប្តីធំរយៈពេល11ឆ្នាំដែលនៅជាមួយមិនដែរធ្លាប់កែប្រែឬក៏នៅថ្នាក់ចំពោះការស្រឡាញ់នៅតែស្រឡាញ់នៅតែយកចិត្តទុកដាក់និងមើលថែទាំរហូតមិនដែរដោយថាអាចយើងធ្លាប់ជ្រុះគ្នាដែរប៉ុន្តែវាអត់មានរឿងអីធំដុំដែលធ្វើឲ្យយើងពិបាកក្នុងការរស់នៅជាមួយគ្នាយើងតែងតែជួបនៅរឿងសោករឿងសប្បាយច្រើនជាងរឿងទុក្ខលំបាកអញ្ចឹងណាហើយចំពោះម្ហូបនៅក្នុងថ្ងៃនេះផងដែរវាមានរសជាតិឆ្ងាញ់មែនតែនហើយពោពេញទៅដោយភាពកក់ក្ដៅនិងក្តីស្រឡាញ់មែនតែនផ្អែមល្ហែមមែនតែនតែម្ដងព្រោះកូនស្រីរបស់ខ្ញុំហើយលោកប្តីក៏ខំធ្វើមែនតែនសម្រាប់ខ្ញុំដោយកូនស្រីខ្ញុំពេលនេះអញ្ចឹងនេះព្យាយាមធ្វើសាឡាត់ដើម្បីម៉ាក់ពួកដឹងថាម៉ាក់ចូលចិត្តញ៉ាំខំប្រឹងរៀបចំពីអ្នកឪពុកកូននឹងហើយឲ្យនេះខ្ញុំនឹងទៅតុបតែងខ្លួនដើម្បីថតរូបដើម្បីអង្គុយញ៉ាំអាហារជាមួយគ្នាអូយពេលឃើញទៅដូចថារំភើបមែនតែនគេថតរូបឲ្យគ្នាទៅវិញទៅមកអញ្ចឹងណាហ្នឹងហើយលោកប្តីហ្នឹងក៏ថតខ្លួនឯងខ្លះកូនជួយថតគាត់ខ្លះអញ្ចឹងទៅហើយដល់ហើយគេឲ្យខ្ញុំធ្វើអីទេថ្ងៃហ្នឹងគឺគេឲ្យខ្ញុំហ្នឹងធ្វើជាដូចថាស្ត្រីដ៏រីករាយម្នាក់តុបតែងខ្លួនយ៉ាងស្អាតមកអង្គុយញ៉ាំអញ្ចឹងណាហើយដល់ពេលចឹងទៅយើងនឹងវាមានមោទនភាពចំពោះខ្លួនឯងមែនតែនហើយឥឡូវហ្នឹងគឺលោកប្តីក៏ឆាបន្លែហើយចំពោះបន្លែហ្នឹងគាត់ឆាជាមួយនឹង butter អញ្ចឹងណាហើយបន្លែហ្នឹងមានផ្សិតមានបន្លែហ្នឹងខ្ញុំហៅទៅពាន់ចិនតែមិនដឹងថាបងប្អូនហៅអីទេណាហើយនឹងការ៉ុតហ្នឹងហើយមានសោះអីទិញទួចនាយអាយចឹងទៅហើយចំពោះសាច់គោយើងនេះផងដែរយើងមានជាទឹកជ្រលក់ដែរប៉ុន្តែខ្ញុំរកអត់ឃើញវីដេអូធ្វើទឹកជ្រលក់ខ្ញុំសង្ស័យតែគាត់រវល់ពេកទៅដោយថាអត់បានថតណាដល់អញ្ចឹងអត់មានឃើញវីដេអូទឹកជ្រលក់សោះអញ្ចឹងក៏អត់អីទេបងប្អូនទាំងអស់គ្នាចាំមើលវីដេអូក្រោយទៀតមានឱកាសក្រោយទៀតធ្វើនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាចំពោះរសជាតិគ្រួសាររបស់ខ្ញុំទាំងស្រុងតែម្ដងហើយឥឡូវនេះសាច់គោហ្នឹងមើលទៅបែបរៀងខ្លោចអញ្ចឹងមែនប៉ុន្តែវាអត់អីទេណាខាងក្នុងរបស់វាគឺមិនឆ្អិនពេកមិនដូចថាឆ្អិនពេកឬក៏ឆៅពេកអីទេវាមកល្មមតែម្ដងអរគុណទាំងអស់គ្នា